ព័ត៌មានលម្អិតលោកមាសរទ្ធីទំលៃគតិតមូលហេតុពិតនៃរឿងរ៉ាវបាញ់សម្លាប់រង្គាវគ្រួសារថៅកែអង្គរដោយសារតែរឿងពីរយ៉ាងនេះនឹងបង្កប់រឿងអាចកំបាំងមួយដែលគ្រប់គ្នានឹងភ្ញាក់យោងតាមការបញ្ជាក់យ៉ាងលម្អិតពីលោកមាសរទ្ធីអ្នកសារព័ត៌មានដ៏ល្បីល្បាញនៃស្ថានីយទូរទស្សន៍ហង្សមាសបានឲ្យដឹងថាករណីបាញ់សម្លាប់ដ៏រន្ធត់នៅខេត្តត្បូងឃ្មុំនេះមានមូលហេតុជ្រៅជាងអ្វីដែលយើងធ្លាប់ដឹង1រឿងគំនុំស្នេហានិងភ្លើងប្រច័ណ្ឌគ្មានកំភ្លើងនិងស្ត្រីរងគ្រោះជាដៃគូរកស៊ីស្និទ្ធស្នាលប៉ុន្តែនៅពេលដឹងថាស្ត្រីរងគ្រោះត្រៀមភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនៅថ្ងៃទី30ខែមិនិនាឆ្នាំ2026ខាងមុខនេះស្រាប់តែជនដៃដល់ផ្ទុះកំហឹងនិងគំនុំក្នុងចិត្តយ៉ាងខ្លាំង2រឿងបំណុលនិងសម្ពាធលុយកាក់ក្រៅពីស្នេហាជនដៃដល់ក៏បានជំពាតលុយស្ត្រីរងគ្រោះយ៉ាងច្រើនក្នុងការរកស៊ីទិញលក់ឡានរហូតដល់ដោះបំណុលមិនចេញអេតកំបាំងដែលគេមិនសូវដឹងគ្មានកំភ្លើងរូបនេះតាមពីតេមានប្រពន្ធនិងកូនកំពុងរស់នៅប្រទេសបារាំងទាំងអស់ហើយខ្លួនក៏មានគម្រោងនឹងចាក់ចេញពីស្រុកខ្មែរទៅរស់នៅជួបជុំគ្រួសារនៅទីនោះដែរប៉ុន្តែដោយសារតែងប់ងល់នឹងភ្លើងប្រច័ណ្ឌនិងបំណុលទើបសម្រេចចិត្តធ្វើរឿងរន្ធត់បំផ្លាញអនាគតខ្លួនឯងនិងគ្រួសារទាំងសងខាងយ៉ាងអណោចអធិមបំផុតសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពសាធុស្រីអ៊ីត្រៀមរៀបការប្តីក្មេងតារាកំ pl ែងអ្នកនាងសេនចិន្តាហៅស្រីអ៊ីត្រូវបានតារាសម្ដែងប្រុសក្មេងអុកដារ៉តតាមស្អិតសឹងគឿបជំហានតែម្ដងរហូតមានដំណឹងថាអ្នកទាំងពីរចង់រៀបការជាមួយគ្នាទៀតផងតាមប្រភពថាកូនស្រីអ្នកនាងស្រីអ៊ីកញ្ញាណានណានបានបើកភ្លើងខៀវចង់ឲ្យម្ដាយមានគូថ្មីដើម្បីបញ្ចប់ភាពជាស្ត្រីមេម៉ាយរយៈពេល10ឆ្នាំមកនេះប៉ុន្តែអ្នកសិល្បៈខ្លះបែរជាខ្សឹបខ្សែវគ្នាថាស្រីអ៊ីតស្រឡាញ់តែប្រុសក្មេងហើយបាននាងធ្វើប្រពន្ធលោកដារ៉តមែននឹងប្រឈមពិបាករក្សាចំណងស្នេហាឲ្យគង់វង្សអ្នកយកព័ត៌មាននគរធំបានទូរស័ព្ទទៅអ្នកនាងស្រីអ៊ីតកាលពីរសៀលថ្ងៃទី17មីនាឆ្នាំ2026តែនាងថាកំពុងរវល់ធ្វើការមិនអាចនិយាយបានទេទើបមិនទាន់ដឹងថាតើអ្នកនាងនឹងរៀបការជាមួយលោកអុកដារ៉តនៅថ្ងៃណាឡើយទោះជាយ៉ាងណានៅតាមកម្មវិធីមង្គលការអ្នករួមអាជីពគេឃើញអ្នកនាងស្រីអ៊ីតនិងលោកអុកដារ៉តតែងតែបណ្ដាលគ្នាត្រសងដោយប្តីប្រពន្ធទើបរៀបការឆ្មងថ្មីតែនាងបាយជីមិនទទួលស្គាល់រឿងគេសង្ស័យថាកំពុងបង្កាត់ភ្លើងស្នេហាជាមួយគ្នានោះទៅវិញគួររំលឹកថាអ្នកនាងស្រីអ៊ីតបានចែកផ្លូវអតីតប្តីលោកលេងប៊ុនហ៊ុនកាលពីឆ្នាំ2016ហើយអ្វីដែលនាងឈឺចាប់ណែនក្នុងឱរ៉ានោះគឺអតីតប្តីបានរៀបការប្រពន្ធថ្មីជាអ្នករស់នៅក្នុងភូមិជាមួយនាងតែម្ដងស្រីអ៊ីតអាយុ45ឆ្នាំដែលបានលែងប្តីជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ស្ពឺកាលពីខែមករាឆ្នាំ2016បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យអតីតប្តីជាធ្នូបានសិទ្ធិគ្រប់គ្រងកូនស្រីសម្លាប់ចិត្តនាងងាស្រីណានហៅណានដែលពេលនេះមានវ័យ22ឆ្នាំទៅហើយធ្លាក់ខ្លួនមេម៉ាយ10ឆ្នាំស្រីអ៊ីតធ្លាប់មានដំណឹងថានាងត្រូវបានប្រោសទាំងក្នុងនិងក្រៅស្រុកតាមចែកចង់ប៉ុន្តែដោយសារតែមិនចង់ដើរជាន់ដានចាស់ខ្លាចធ្លាក់ខ្លួនមេម៉ាយជាលើកទី2ទើបអ្នកនាងហាក់ប្រុងប្រយ័ត្នក្នុងការជ្រើសគូស្នេហ៍ថ្មីប៉ុន្តែពេលនេះបែរជាត្រូវគេផ្លែផ្កាឲ្យនាងថាស្រឡាញ់តែប្រុសក្មេងហើយបាននាងព្រមរៀបការជាមួយលោកអុកដារ៉តមែននោះប្តីនាងអាយុប្អូនដល់តូចជាង10ឆ្នាំឯណោះស្រីអ៊ីតបានបណ្ដុះកូនស្រីណានណានឲ្យដើរតាមគន្លងនាងដែរពលគឺកូនស្រីជាសម្ដែងនិងលេងកំ pl ែងហើយមុននេះនាងប្រាប់អ្នកយកព័ត៌មានយើងថាគាំទ្រកូនស្រីឲ្យធ្វើជាតារាចម្រៀងអាជីពទៀតផងប៉ុន្តែនាងថាអាជីពកាត់សក់តាមកម្មវិធីមង្គលការរបស់នាងតាំងពីផ្ទុះសង្គ្រាមថៃឈ្លានពានកម្ពុជាមកមិនសូវមកម៉ាញឹកដូចមុនទេតែនាងបានចេញថតឈុតកំ pl ែងខ្លីៗ short film ឲ្យក្រុមហ៊ុនមួយជាប្រចាំស្រីអ៊ីបថែមទាំងបង្ហើបថាបញ្ហាគូស្រករកូនស្រីនាងសូមផ្ដល់សិទ្ធិឲ្យកូនជ្រើសរើសដោយខ្លួនឯងតែនាងនៅមើលនិងគាំទ្រពីខាងក្រោយជានិច្ចនាងជឿជាក់លើកម្មផលថាកូនស្រីយកប្តីបានល្អឬមិនល្អយ៉ាងណានោះនៅលើបុណ្យដែលនាងបានសាងប្រភពថាប្រសិនបើស្រីអ៊ីតដឹកដៃប្រុសរូបសង្ហាលោកអុកដារ៉តរៀបការមែននោះដំណឹងកាលពីឆ្នាំ2016ដែលគេសង្ស័យថាលោកស្រឡាញ់ភេទដូចគ្នានោះកាន់តែជ្រះស្រឡះអស់ជាមិនខានព្រោះការនោះទោះជាលោកបានបដិសេធយ៉ាងណាអ្នកខ្លះនៅតែសង្ស័យថាលោកគ្មានអារម្មណ៍ជាមួយស្រីភេទយ៉ាងណាតាមព័ត៌មានថាស្រីអ៊ីតមានលក្ខខណ្ឌពិសេសចំពោះប្រុសដែលចង់ធ្វើប្តីនាងគឺទាល់តែបុរសនោះស្រឡាញ់កូនស្រីនាងដោយកូនបង្កើតរបស់គេដែរនោះទើបនាងអូខេ